ចេកនេះបានដាំ100ដើមគឺចេកពងមាន់ដាំនៅចំការតែឥឡូវបានកពស់ហ្នឹងអ្នកមកអង្គុយកពស់ហ្នឹងបើឈរវិញត្រឹមនេះហ่ะយើង5ខែទៅទៀតគួរចេកដំបង100ដើមដាំជុំវិញលបងដាំជុំវិញសេចក្តីសុខរបស់ខ្ញុំមួយហើយក៏មានចំទាមានមាន់ឥឡូវហ្នឹងមាន់ក៏ដាក់បានទាំងតូចទាំងធំដើម្បីទទួលញាតិពេលចង់មកលេងហើយក៏មានត្រីឥឡូវក៏ចាប់ផ្ដើមរៀងធំធាត់ជាងមុនដែរហើយក៏មានទន្សាយចាំលេងបងប្អូនចាំមើលតើវាបានផលមិនដែរហើយជាពិសេសគឺកដោបហ្នឹងគឺមានច្រើនគួរសមបាទហើយក៏គិតថាវាមិនទាន់គ្រប់គ្រាន់ឥឡូវនេះក៏កំពុងតែប្រកាសទិញទូទាំងប្រទេសតែម្ដងដើម្បីលើកស្ទួយនៅក្នុងវិស័យកសិកម្មក៏ជួយទៅដល់បងប្អូនដែលចិញ្ចឹមកដោបហើយមានជីវភាពធូរធារឈរញ៉ាំខ្ចិបមើលញ៉ាំម៉ែចាំមើលប្រព័ន្ធទឹកមិនអាយញ៉ាំមិនអូនបើអ្វីដែលខំធ្វើដោយស្នាដៃខ្លួនឯងគឺរីករាយជាមួយនឹងអ្វីដែលកំពុងតែមានតាំងពីមិនទាន់មានអីសោះនៅដីរហោឋានឥឡូវคล้ายទៅជាផ្ទះលំហែដ៏ស្រស់ស្អាតមានអ្វីគ្រប់យ៉ាងបែបនេះគឺរីករាយមែនតើជាសេចក្តីសុខមួយ